មកបងប្អូនទាំងអស់គ្នាឥឡូវខ្ញុំបង្ហាញណាអំពីរបៀបរុំដុំភ្លើងណាបាទដុំភ្លើងដែលយើងប្រើប្រាស់លើការឆក់ណាអញ្ចឹងយើងត្រូវមានការរុំដុំភ្លើងបងប្អូនត្រូវមានដែក EI មកណាបាទដើម្បីយើងរុំតែបើសិនជាបងប្អូនអត់មានថ្មីបងប្អូនអាចរកដុំចាស់ចាស់បានណាដុំភ្លើងចាស់ចាស់បែបនេះណាបាទមើលពីដុំភ្លើងណាដែលយើងឃើញទំនងអាចយកប្រើការកើតគឺយើងយកមកណាអញ្ចឹងដុំភ្លើងដែលខ្ញុំធ្វើការរុំបង្ហាញថ្ងៃនេះគឺដុំខូចបាទរបស់ដុំភ្លើងអេកូណានេះដុំភ្លើងអេកូអញ្ចឹងបងប្អូនអាចយកទំហំប៉ុណ្ណឹងមកណាហើយមើលការរុំរបស់ខ្ញុំទៅគឺខ្ញុំរុំបង្ហាញបាទប្រើលួសលេខប្រមាណហើយយើងរុំចំនួនប្រមាណជុំណាអញ្ចឹងយើងមើលទំហំដែករបស់វាណាយើងមើលនេះមកគឺ57ណាយើងវាស់បែបនេះណាបាទគឺ57ហើយយើងវាស់ចេះម្ដងទំហំដែកដុំនេះអញ្ចឹងគឺនេះគឺ48ណា48នេះអញ្ចឹងបងប្អូនត្រូវរកដែក EI ណាហ្នឹងហើយឬក៏ដុំចាស់បាទតែខូចហ្នឹងគឺយើងអាចយកដែកដុំនឹងបានណាហើយចំពោះការរុំបងប្អូនត្រូវមានពុំណាត្រូវមានពុំតែបើសិនជាបងប្អូនមានពុំទេយើងត្រូវមានឡតរបស់វានេះណាហ្នឹងហើយត្រូវមានឡតនេះឡតជ័រនេះយើងរុំលើឡតត្មងទៅណាតែបើសិនជាបងប្អូនមានពុំគឺយើងប្រើប្រាស់ក្តាស់ណាប្រើប្រាស់ក្តាស់ហើយយើងរុំធ្វើឡតវាតែម្ដងណាបាទចឹងទៅអាហ្នឹងយើងជំនួសណាយើងជំនួសឡតរបស់វានេះអញ្ចឹងយកឡតរបស់វាហ្នឹងទៅណាយើងជិតធ្វើឡតក្តាស់របស់យើងណាចឹងចំពោះការរុំដុំទំហំដែលខ្ញុំវាស់បង្ហាញហ្នឹងគឺយើងប្រើលួសលេខ040ណាយើងប្រើលួសលេខ040រុំភ្លើងច្រកចេញណាយើងមើលចំណុចដែលខ្ញុំវាស់ឲ្យមើលណាចឹងលួសហ្នឹងគឺលួសលេខ040ណាលេខ040ចំណុចរបស់វានេះហើយយើងត្រូវមានកេនទៀតណាកេនញាត់ខ្សែភ្លើងណាចឹងបងប្អូនតាមដានទាំងអស់គ្នាមើលថាតើខ្ញុំរុំយកចំនួនជុំច្រកចេញណាយើងត្រូវយកចំនួនប្រមាណជុំណាដើម្បីយកទៅភ្លើងប្រើប្រាស់ទៅឆក់ណាហើយយើងប្រើខ្សែឌីឡុងណាប្រើខ្សែឌីឡុងហ្នឹងដើម្បីទប់ខ្សែកុំឲ្យវារបូតចេញពីដុំណាយើងប្រើខ្សែប្រយុទ្ធវាបាទអញ្ចឹងឥឡូវយើងរុំនេះគឺស្ទាប់ទី1ណាស្ទាប់ទី1ខ្ញុំថាតើស្ទាប់ទី1ហ្នឹងយើងរុំប្រមាណជុំណាអញ្ចឹងលួសដែលយើងរុំនេះគឺយើងប្រើលួសលេខ040ណាលេខ040អញ្ចឹងការរុំហ្នឹងបើចំនួនលួសហ្នឹងគឺវាអត់ដល់1ខាំទេណាហ្នឹងហើយបើយើងទិញត្រឹមតែ1ខាំបានហើយលួសហ្នឹងបងប្អូនរុំខ្លួនឯងណាទិញតែ1ខាំអីយកមករុំទៅវាគ្រាន់ហើយនៅសល់ណា1ខាំណាអញ្ចឹងរុំវាឲ្យហាប់ណាយើងរៀងបតឹងលួសតិចទៅណាកុំឲ្យវាធូរលួសពេកតែពេលណាធូរលួសវាមិនសូវហាប់វាភ្លើងអត់សូវល្អទេណាអញ្ចឹងយើងមើលចំនួនជុំទាំងអស់គ្នាណានេះមើលថាតើមួយស្ទាប់ហ្នឹងយើងរុំបានប្រមាណជុំហើយយើងគុណវាណាយើងគុណវាយើងយកប្រមាណស្ទាប់បានស្មើចំនួនជុំដែលយើងត្រូវយកណាចាំមើលខ្ញុំរុំមកស្ទាប់ហ្នឹងហើយគឺយើងគុណចំនួនជុំវា
យើងកាត់ខ្សែទីឡុងចេញទៅប៉ុណ្ណឹងទៅវារត់ជាប់ខាងនេះណារត់ជាប់ហើយវាអត់របូតចេញទេយើងទារបូតចេញទេបាទអញ្ចឹងយើងមើលចំនួនជុំទាំងអស់គ្នាណាឥឡូវយើងឃើញវាចំនួន50ជុំក្នុងការរុំរបស់យើងគឺរុំមួយស្ទាប់ហ្នឹងឃើញ50ជុំអញ្ចឹងឥឡូវយើងគុណមកអញ្ចឹងយើងរុំ6ស្ទាប់ណាយើងយក6ស្ទាប់អញ្ចឹងយើងគុណទៅ50គុណនឹង6ណាអញ្ចឹងយើងឃើញ300ជុំណាឬក៏ក្រោម300ជុំតិចតួចក៏បានដែរណាលើសពី300ជុំតិចតួចក៏បានដែរណាត្រឹម290ឬក៏310ក៏បានដែរណាក្នុងចន្លោះហ្នឹងណាយើងអាចយកបានហើយបាទអញ្ចឹងយើងឃើញហើយក្នុងមួយស្ទាប់នេះយើងមានចំនួន50ជុំណា50ជុំបាទអញ្ចឹងយើងបានមួយស្ទាប់ហើយឥឡូវយើងរុំមួយស្ទាប់ទៀតណាបាទចូលស្ទាប់ទី2អញ្ចឹងយើងក្នុងមួយស្ទាប់គឺយើងទ្របក្តាស់មួយណាកុំឲ្យវារុំជន់លើគ្នាឆ្លងណាវាអាចនឹងឆាប់ខូចដុំបើយើងមិនបានទ្របវាណាអញ្ចឹងទំហំដុំដែលយើងកំពុងតែរុំនេះគឺដុំ1អំពែណាដុំ1អំពែហើយយើងអាចប្រើប្រាស់ត្រង់ស៊ីស្ទ័រចំនួនគ្រាប់ណាយើងអាចប្រើ8គ្រាប់ក៏បាន10គ្រាប់ក៏បាន12គ្រាប់ក៏បានដែរណាដុំហ្នឹងណាពេលដែលយើងរុំបាទអាចប្រើបានដល់12គ្រាប់ក៏បានដែរតែឥឡូវយើងរុំស្ទាប់ទី2អញ្ចឹងយើងត្រូវបតឹងវាណាឲ្យលួសហ្នឹងរុំឲ្យវាហាប់ណែនពេលណាយើងរុំលួសហ្នឹងវាហាប់ណែនល្អក៏ភ្លើងវាចេញបានល្អដែរណាភ្លើងវារឹងណាវាអត់ធ្លាក់ភ្លើងវាអត់សូវធ្លាក់ភ្លើងទេពេលណាដែលយើងរុំលួសបានហាប់ល្អអញ្ចឹងការរុំនេះគឺយើងបើសិនជាយើងមិនសូវបតឹងវាអាចនឹងលួសវាវែងពីណាយើងមិនសូវរុំមិនហាប់ណាវាវែងលួសអញ្ចឹងការរុំភ្លើងវាត្រូវការលួសខ្លីតែជុំច្រើនណាហ្នឹងហើយតែបានជុំអញ្ចឹងយើងត្រូវបតឹងវាតឹងលួសហ្នឹងរុំវាឲ្យហាប់ណាបាទអញ្ចឹងឥឡូវយើងបានស្ទាប់ទី2ហើយណាចេញបាន2ស្ទាប់ហើយអញ្ចឹងស្ទាប់ទី2គឺយើងឃើញបាន98ណាវាបាត់អស់2ហើយបាត់អស់2ជុំហើយអញ្ចឹងវាជាការពិតវាស្ទាប់ទី2យើងត្រូវបាន100ណាអញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងបើសិនជាយើង50គុណនឹង6ស្ទាប់គឺយើងឃើញ300ជុំណាប៉ុន្តែដល់ពេលយើងរុំជាន់ទី2ទៅគឺវារីកបាត់ជុំដោយសារវាយើងកិលដងតិចណាបាទអញ្ចឹងអត់អីទេយើងអាចយកក្រោម300តិចតួចក៏បានដែរណាដូចខ្ញុំនិយាយអញ្ចឹងយ៉ាងហោចណាស់ក៏យើងបានត្រឹម290ជុំដែរណាបាទអញ្ចឹងប៉ុណ្ណឹងយើងអាចរកបានណាយើងអាចរកបានបាទធ្វើម៉េចយើងរុំបាន6ស្ទាប់ហើយយើងរុំឲ្យវាបានលួសទំហំប៉ុណ្ណឹងទៅណាបាទរុំតាមស្ទាប់ហ្នឹងទៅតោះឥឡូវយើងស្ទាប់ទី2រួចរាល់ហើយឥឡូវយើងចូលដល់ស្ទាប់ទី3ណាស្ទាប់กระดาษទៀតមកបាទអញ្ចឹងឥឡូវយើងចូលដល់ស្ទាប់ទី3ណាយើងទ្របกระดาษទៀតមកអញ្ចឹងកុំភ្លេចបាទមកស្ទាប់គឺយើងទ្របกระดาษមកជាន់ណាតែឥឡូវយើងរុំស្ទាប់ទី3បាទអញ្ចឹងស្ទាប់ទី3គឺយើងបានមកស្ទាប់ទៀតហើយស្ទាប់ទី3ណាបាទបងប្អូនឥឡូវយើងបានស្ទាប់ទី3ហើយណាស្ទាប់ទី3យើងរុំរួចហើយអញ្ចឹងស្ទាប់ទី3គឺយើងបាន145ជុំណាស្ទាប់ទី3ឥឡូវយើងចូលដល់រុំស្ទាប់ទី4ណាទ្របกระดาษមួយទៀតមកបាទអញ្ចឹងឥឡូវយើងរុំស្ទាប់ទី4មកណាបាទអញ្ចឹងឥឡូវយើងបានស្ទាប់ទី4ហើយអ
ចឹងស្ទប់ទី4គឺយើងឃើញ192ជុំណាឥឡូវយើងចាប់ដើមដាក់មកស្ទប់ទៀតនេះគឺចាប់ដើមរំស្ទប់ទី5ហើយណាចឹងបើបងប្អូនអត់មានអង្គមរុំណាបាទអត់មានម៉ាស៊ីននេះរុំទេបងប្អូនអាចរុំដៃក៏បានដែរណាតែយើងរុំអាចដូចគ្នាប៉ុន្តែគាត់ថារៀងយូរជាងយើងរុំម៉ាស៊ីនចឹងណាយើងរុំអង្គមណាព្រោះយើងយើងរុំខ្លួនឯងគឺយើងមិនចាំបាច់ទិញអង្គមយកមករុំក៏បានដែរបាទឥឡូវយើងបានស្ទប់ទី5ហើយអញ្ចឹងគឺនៅតែមកស្ទប់ទៀតទេគឺរួចរាល់ហើយណាភ្លើងច្រកចេញណាអញ្ចឹងស្ទប់ទី5នេះគឺយើងបានចំនួនជុំរបស់វាគឺ236ជុំហើយណាស្ទប់ទី5ណាបាទអញ្ចឹងឥឡូវយើងចូលដល់ស្ទប់ទី6ហើយចឹងស្ទប់ទី6នេះយើងរុំបានប៉ុណ្ណឹងគឺយើងត្រូវយកខ្សែឌីឡុងយើងហ្នឹងគឺដាក់សម្រាប់ប្រយុទ្ធខ្សែណាការពារកុំឲ្យវារបូតអញ្ចឹងគឺយើងយក6ស្ទប់ហ្នឹងគឺយើងរុំឃើញបានត្រឹមតែ277ទេណាបាទអញ្ចឹងប៉ុណ្ណឹងគឺយើងអាចយកប្រើការកើតដែរណាបាទចុះបងប្អូនចង់សួរថាតើថែមមកស្ទប់ទៀតបានអត់ណាបាទអាចថែមបានណាអាចថែមបានប៉ុន្តែចំពោះខ្ញុំគឺខ្ញុំអត់ថែមទេបើបងប្អូនចង់ថែមមកស្ទប់ទៀតក៏ថែមទៅណាថែមបានមកស្ទប់ទៀតណាបាទអាចថែមដល់7ស្ទប់បានណាបាទប៉ុន្តែចំពោះខ្ញុំគឺខ្ញុំយកត្រឹមតែ6ស្ទប់ទេចំនួនជុំរបស់វាគឺ277ណាអញ្ចឹងគឺខ្ញុំយកចំនួនជុំត្រឹមតែប៉ុណ្្នឹងទេហ្នឹងហើយខ្ញុំប្រាប់បងប្អូនបន្តិចចំពោះការរុំដុំហ្នឹងអញ្ចឹងអាលួសខ្សែច្រកចេញហ្នឹងគឺយើងមិនចាំបាច់យកច្រើនជុំពេកទេណាយកត្រឹមតែប៉ុណ្្នឹងជុំបានហើយចំនួនជុំប៉ុណ្ណឹងគឺខ្សែវាខ្លីណាលួសវាខ្លីតែពេលណាលួសខ្លីទៅយើងដាក់ចូលទឹកទៅគឺវាអត់សូវស្រុតភ្លើងទេបាទហើយត្រង់ស្ទ័រគ្រាប់ត្រង់ស្ទ័ររបស់យើងហ្នឹងក៏វាមិនសូវក្តៅដែរណាអត់សូវក្តៅទេតែពេលណាយើងរុំច្រើនជុំពេកណាភ្លើងធំគឺធ្វើឲ្យត្រង់ស្ទ័ររបស់យើងហ្នឹងក្តៅខ្លាំងណាគ្រាប់ណាគ្រាប់ត្រង់ស្ទ័រចំនួនគ្រាប់ដែលយើងត្រូវដាក់ប្រមាណគ្រាប់ហ្នឹងគឺវាក្តៅខ្លាំងណាវាធ្វើឲ្យត្រង់ស្ទ័រយើងហ្នឹងឆាប់ឆេះណាឆាប់ផ្ទុះបាទអញ្ចឹងគឺយើងប្រើជុំប៉ុណ្ណឹងទៅហើយយើងអាចរកបានដូចគ្នាណាហើយយើងអាចរកបានទឹកជ្រៅជាងយើងរុំលួសច្រកចេញនឹងច្រើនជុំណាហ្នឹងរុំលួសច្រកចេញហ្នឹងណាតែពេលណាយើងយកដល់ច្រើនជុំពេកដាក់ទឹកជ្រៅគឺវាអាចនឹងភ្លើងចុះទឹកអត់រួចទេណាហើយយើងដាក់កែនណាបាទហើយបន្ទាប់មកគឺយើងរុំក្តាស់មកស្ទប់ទៀតមកដើម្បីយើងរុំលួសធំណាបាទលួសច្រកភ្លើងចូលម្ដងបាទអញ្ចឹងលួសភ្លើងច្រកចេញគឺយើងរុំរួចរាល់ហើយឥឡូវយើងចាប់ផ្ដើមរុំភ្លើងច្រកចូលម្ដងណាបាទលួសធំបាទហើយចំពោះការរុំលួសភ្លើងច្រកចូលនេះគឺយើងប្រើលួសលេខ115ណាលួសលេខ115អាដុំនេះយើងប្រើសម្រាប់ដុំ8គ្រាប់10គ្រាប់និង12គ្រាប់ណាតែបើសិនជាយើងប្រើដុំបាទប្រើប្រាស់ត្រង់ស្ទ័រគ្រាប់ហ្នឹងបាទប្រើដូចជា14 16 18 20ហ្នឹងគឺយើងត្រូវប្រើដែក EI 3 ampere ទៅ5 ampere ណាអញ្ចឹងឥឡូវយើងរុំលួសខាងភ្លើងបាទច្រកចូលបាទហើយយើងចាំមើលជុំទាំងអស់គ្នាណាតើខ្ញុំរុំលួសធំហ្នឹងតែយើងរុំប្រហែលជុំណាអញ្ចឹងការរុំលួសច្រកចូលហ្នឹងគឺយើងរុំ2ជាប់គ្នាហើយតំណងមកណាអញ្ចឹងលួសមួយទៀតគឺខ្ញុំប្រើលួសលេខ060លួសទៅជើង B របស់ត្រង់ sister ណាប្រើលួសលេខ060នេះលួសជើង B របស់ត្រង់ sister អញ្ចឹងលួសជើង B លេខ060នេះគឺខ្ញុំប្រើចំនួនជុំរបស់វាគឺ6ជុំណាអញ្ចឹងយើងចែកជា2 6ជុំហ្នឹងអញ្ចឹងមួយខាងគឺយើងប្រើ3ជុំមួយខាងណា
មកខាង3ជុំហើយចំណែកឯលួសធំណាគឺខ្ញុំរុំចំនួន16ជុំណាយើងយកមកខាង8ជុំណាបាទអញ្ចឹងយើងប្រើខ្សែពីទៀតមកហើយចាប់តាមរុំតែម្ដងណាអញ្ចឹងអាលួសលេខ115ហ្នឹងហើយនឹងអាលួសលេខ06ហ្នឹងគឺយើងរុំវាដំណើរគ្នាណាបាទរុំស្របគ្នាមករុំបែបហ្នឹងមកណានេះយើងរុំម្ដងទាំងពីរណាលួស06ផងនិងលួសលេខ115ហ្នឹងផងអញ្ចឹងយើងរុំបាន3ជុំគឺយើងត្រូវបញ្ចេញខ្សែលេខ06ចេញមួយណាចេញមកច្រកមកយើងបែងចែកវាឥឡូវយើងបាន3ជុំហើយណាអញ្ចឹងយើងបញ្ចេញខ្សែ06មកដើម្បីយើងចែកវាម្នាក់មកខាង3ជុំណាចេញបែបហ្នឹងមកហើយយើងវិញអញ្ចឹងណាយើងវិញវាណាមកពេលយើងរុំបន្តទៀតណាអញ្ចឹងយើងបាន3ជុំហើយលួសជើង3ហ្នឹងលេខ06ហ្នឹងហើយចំណែកឯលួសធំគឺយើងយក8ជុំណាអញ្ចឹងឥឡូវយើងមើល6ជុំយើងបញ្ចេញខ្សែលេខ06ហ្នឹងចេញមកច្រកទៀតមកអញ្ចឹងឥឡូវយើងបាន6ជុំហើយណាអញ្ចឹង6ជុំហើយគឺយើងកាត់ខ្សែលេខ06ចេញមកយើងយកមកល្មមណាសបនេះមកណាអញ្ចឹងអានេះគឺយើងលេខរុំទៀតហើយណាលួសលេខ06ណាបាទយើងរុំទៅលេខលួសធំបានហើយលេខ115ហ្នឹងមកលួសលេខ06ហ្នឹងគឺវាគ្រប់ចំនួនជុំវាហើយណាយើងយក6ជុំមកខាង3ជុំណាមើលយើងមើលនេះណាចានេះអ្នកបែងចែកនេះចែកចាអញ្ចឹងចាប់ពីនេះមកខាងនេះ3ជុំពីខាងនេះមកខាងនេះគឺ3ជុំទៀតណាអញ្ចឹង6ជុំតោះឥឡូវយើងរុំលួសលេខធំបន្តទៀតមកយក8ជុំបានយើងវិញដូចអាលេខ06ហ្នឹងដែរណាវិញវាបែងចែកវាឥឡូវយើងបាន8ជុំហើយណាយើងបាន8ជុំហើយយើងចេញមកណាបាទអញ្ចឹងយើងចេញមកហើយឥឡូវយើងយក8ជុំទៀតណាយក8ជុំទៀតមកអញ្ចឹងមុននឹងយើងរុំបន្តទៀតគឺយើងប្រើខ្សែឌីឡុងទៀតណាយើងប្រើខ្សែឌីឡុងទៀតដើម្បីយើងប្រយុទ្ធវាទៀតចឹងរុំទៅទល់បាន16ជុំណា16ជុំគឺបានហើយបាទចឹងឥឡូវយើងបាន16ជុំហើយណាចឹងយើងអាចកាត់បានហើយអាខ្សែនៅសល់នេះគឺយើងចងវាមកបញ្ជាប់មកណាកុំឲ្យវារបូតលុះចេញពីដុំហ្នឹងចងអញ្ចឹងមកគឺវាជាប់ហើយហើយបន្ទាប់មកទៀតខ្សែនេះគឺយើងញាត់វាចូលក្នុងចន្លោះនេះមកហើយយើងរឹតវាមកណាទាញវាមកចឹងប៉ុណ្ណឹងគឺវាជាប់ហើយណាហើយយើងយកឡាមកាត់ខ្សែនេះចេញមកប៉ះខ្សែលួសណាសើមកចឹងចំពោះការរុំដុំនេះបាទគឺយើងរុំបែបហ្នឹងហើយយើងដាក់កាវវាស្អាតមកកុំឲ្យវារបូតចេញណា
ជាងដាក់កែកន្លែងដែលយើងបត់ហ្នឹងគឺយើងដាក់វាឲ្យក្រាស់ៗមកណាយើងយកចេញមកយើងរុំរួចរាល់ហើយឥឡូវយើងយកពុំចេញនេះណាយកពុំចេញហើយអញ្ចឹងអាលួសដែលយើងរុំមុនត្បូងនេះលេខស្រូវខ្សែនេះណាខាងច្រកចេញណាខាងភ្លើងចេញទៅឆក់ហើយចំណែកយើងរុំលួសបន្តទៅទៀតនេះគឺយើងរុំលួសនេះលេខ115បាទនេះណាទៅចេញទៅខាងជើងសេរបស់ transistor នេះលួសមួយនេះណាលួសនេះសងខាងនេះទៅជើងសេរបស់ transistor ហើយចំណែកលួសនេះបាទយើងបត់មកនេះគឺចេញមកខាងជើង B របស់ transistor ណាបាទចូលមកជើង B បាទរបស់ក្របហ្នឹងបាទហើយលួសមកច្រកនេះទៀតគឺចេញមកខាង B ដែរណាខាង B នៃជើង transistor ខាងនេះណាបាទតែគេហៅថាក្រប transistor ណាបាទហើយចំណែកឯនេះណាលេខស្រូវ6នេះយើងវិញនេះអាហ្នឹងមកខាងរស័រណាបាទមកខាងរស័រណាគឺរេស្តង់កបោហ្នឹងបាទហើយចំណែកនេះគឺខាងកញ្ចាប់ណាខាងភ្លើងចូលណាខាងកញ្ចាប់អាគុយបាទខាងចូលអញ្ចឹងវាចូលភ្លើងចូលមកគឺវាចេញមកចូលជើងសេរបស់ក្រប transistor ណានេះខាងនេះបាទនេះគឺជើង B នេះជើង B ណារបស់ក្រប transistor ហើយនេះគឺមកខាងរស័រឬក៏រេស្តង់ថ្មណារេស្តង់ក្បោនហ្នឹងបាទនេះខាងច្រកចេញចូលកង់ដងមកខាងមួយមកណាបាទហ្នឹងហើយបងប្អូនហើយយើងចាប់ផ្ដើមនេះទៅណាយើងរុំរួចហើយយើងជ្លក់កាវយើងចាប់ផ្ដើមញាត់ដាច់ EI ចូលទៅណាបាទញាត់ចូលទៅហ្នឹងហើយយើងជ្លក់កាវណាកាវវឹកនេះកាយវឹកនេះណាហើយយើងជ្លក់វាចូលមកទុកត្រាំវាអត់បានយូរម៉ោងណាបាទ1ម៉ោងទៅ2ម៉ោងអីទៅដើម្បីឲ្យកាយទៅវាជ្រាបចូលទៅក្នុងណាសាច់ក្តាស់ហើយយើងគ្របនឹងកុំឲ្យវាឆ្លងហើយយើងអាចរកពេលភ្លៀងក៏បានដែរណាហ្នឹងហើយភ្លៀងត្រូវក៏វាអត់ចេះឆ្លងដែរបាទឬក៏យើងរកទៅដួលធ្លាក់ចូលទឹកយើងអាចលើកឡើងមកវិញយើងអាចរកបានទៀតណាហ្នឹងហើយដុំហ្នឹងបើសិនជាយើងជ្លក់កាវហើយអញ្ចឹងណាតែបើយើងមិនបានជ្លក់កាវទេពេលណាដែលភ្លៀងមកត្រូវដុំទៅវាអាចទឹកជ្រាបចូលរួចណាអាចនឹងប៉ះខ្សែលួសហ្នឹងគឺវាឆ្លងហើយទឹកជ្រក់បែបហ្នឹងមកណាតែយើងមិនទាន់លើកឡើងភ្លាមទេនេះគ្រាន់តែយើងលើកឡើងមើលទេប៉ុន្តែយើងទុកយ៉ាងហោចណាស់ក៏ត្រឹម1ម៉ោងដែរណាបាទ1ម៉ោងដែរចាំយើងស្រង់វាឡើងហាលវាស្ងួតទៅណាបាទហ្នឹងហើយបងប្អូនអញ្ចឹងយើងមានតែប៉ុណ្្នឹងទេណាសម្រាប់ការបង្ហាញរុំដុំអញ្ចឹងបងប្អូនអាចរុំតាមនឹងបានណារុំបែបហ្នឹងទៅបាទហើយចាំវីដេអូវគ្គក្រោយទៀតចាំខ្ញុំបង្ហាញអំពីរបៀបរៀបតម្លើងដុំតែម្ដងណាអញ្ចឹងខ្ញុំរៀបដុំនេះគឺខ្ញុំរៀបតម្លើងប្រើប្រាស់សម្រាប់គ្រាប់ transistor 8គ្រាប់ណាអញ្ចឹងយើងវីដេអូវគ្គក្រោយសូមយើងតាមដានទាំងអស់គ្នាអំពីរបៀបរៀបតម្លើងដុំឆក់តែម្ដងណា